ថ្ងៃនេះសូមមកបែបកូរ៉េទៀតហើយជំរាបសួរអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូនៃការធ្វើម្ហូបជាប្រចាំថ្ងៃហើយតែងតែបានចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នានៅវីដេអូជាច្រើនកន្លងមកហើយដូចគ្នាអញ្ចឹងកាលពីវីដេអូមុនខ្ញុំបានបង្ហាញនឹងរបៀបនៃការធ្វើសម្លគីមឈីអញ្ចឹងថ្ងៃនេះគឺមកគីមឈីទៀតហើយអ្នកទាំងអស់គ្នាប៉ុន្តែមកបែបជារបៀបបាយឆាម្ដង សម្រាប់ឯរបៀបនៃការធ្វើក៏មានភាពងាយស្រួលមិនខុសពីសម្លគីមជីប៉ុន្មានដែរគឺយើងត្រូវការគ្រឿងផ្សំតិចមុខដូចគ្នាយើងប្រើជាមួយនឹងសាច់ជ្រូក3ជាន់ណាប៉ុន្តែអ្នកទាំងអស់គ្នាអាចជ្រើសរើសប្រើជាមួយនឹងប្រភេទសាច់សុទ្ធឬមួយក៏សាច់មាន់អ្វីក៏បានដែរឬមួយក៏សាច់បង្គាសម្រាប់សាច់បង្គាក៏វាមានរសជាតិឆ្ងាញ់មួយបែបដែរអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ពីរបៀបនៃការធ្វើគឺអត់មានអ្វីច្រើនទេយើងគ្រាន់តែយកសាច់របស់យើងធ្វើការលាងសម្អាតឲ្យបានស្អាតធ្វើការហាន់ជាចំណិតស្ដើងៗហើយចិញ្ច្រាំឲ្យរាងម៉ដ្ឋបែបនេះមកអ្នកទាំងអស់គ្នាហើយសម្រាប់ផ្នែកបន្លែគឺខ្ញុំជ្រើសរើសប្រើជាមួយនឹងមើមខ្ទឹមបារាំងមួយផ្លែរាងតូចល្មមដែរអ្នកទាំងអស់គ្នាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់បន្ថែមជាមួយនឹងការ៉ុតឬមួយក៏ម្ទេសផ្លោកឬមួយក៏ពោតចូលបន្ថែមទៀតក៏បានដែរវាក៏កាន់តែបន្ថែមរសជាតិឲ្យមុខម្ហូបមួយមុខនេះមានរសជាតិឆ្ងាញ់ដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំប្រើតែជាមួយនឹងខ្ទឹមបារាំងទេថ្ងៃនេះអញ្ចឹងសម្រាប់មើមខ្ទឹមបារាំងហ្នឹងគឺធ្វើការលាងសម្អាតបកសម្បកវាមកយើងគ្រាន់តែយកវាមកហាន់ជារាងតូចៗល្អិតៗបែបនេះណាអ្នកទាំងអស់គ្នាហើយសម្រាប់មើមខ្ទឹមបារាំងគឺខ្ញុំប្រើតែចំនួនមួយចំហៀងទេហើយបន្ទាប់មកគឺខ្ញុំមានជាមួយនឹងស្លឹកខ្ទឹមសម្រាប់ស្លឹកខ្ទឹមហ្នឹងខ្ញុំក៏យកមកធ្វើការហាន់ជារាងល្អិតតូចៗដូចគ្នាដែរហើយខ្ញុំប្រើរាងចំនួនច្រើនដែរព្រោះដោយសារតែសម្រាប់បាយឆាគឺខ្ញុំចូលចិត្តប្រើជាមួយនឹងស្លឹកខ្ទឹមច្រើនណាអញ្ចឹងអ្វីដែលយើងចាំបាច់ត្រូវតែមានបន្ទាប់នោះគឺគ្រឿងផ្សំពិសេសតែម្ដងគឺគីមឈីណាអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់គីមឈីនេះគឺខ្ញុំបានទិញមករាងយូរដែរអញ្ចឹងវារាងឡើងជាតិជូរអញ្ចឹងវាកាន់តែធ្វើឲ្យបាយឆារបស់យើងមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនហ្មងណាអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់គីមឈីនេះគឺខ្ញុំយកចំនួនរាងមិនល្មមសមរម្យសម្រាប់យើងឆាបាយត្រឹមតែមួយចានណាសម្រាប់បរិមាណបើសិនជាអ្នកទាំងអស់គ្នាឆាច្រើនអ្នកទាំងអស់គ្នាអាចលៃលកចំនួនច្រើនជាងនឹងអាស្រ័យទៅលើការធ្វើរបស់យើងទេអញ្ចឹងសម្រាប់គីមឈីនេះយើងគ្រាន់តែយកវាមករាងចិញ្ច្រាំឲ្យវាបានឡើងរាងម៉ដ្ឋល្អមកគឺជាការរួចស្រេចអ្នកទាំងអស់គ្នានិយាយទៅសម្រាប់គីមឈីមួយមុខនេះអ្នកទាំងអស់គ្នាកាលណាដែលយើងយកច្នៃមកឆាជាបាយបែបនេះគឺថាមានរសជាតិឆ្ងាញ់មែនទែនអញ្ចឹងឥឡូវនេះបាយខ្ញុំក៏បានឆ្អិនហើយយើងគ្រាន់តែយកដួសបាយយើងយកមកដាក់ចានណាអ្នកទាំងអស់គ្នាដើម្បីត្រៀមធ្វើការឆាតែម្ដងអញ្ចឹងសម្រាប់បាយនេះគឺខ្ញុំលាយជាមួយនឹងអង្ករក្រហមបន្តិចដែរអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីធ្វើការដួសបាយរួចរាល់ហើយគឺគ្រឿងផ្សំដែលយើងមានខ្ញុំមានតែម្សៅស៊ុបខ្ទឹមបារាំងសាច់ជ្រូកស្លឹកខ្ទឹមគីមឈីហើយនេះអ្វីដែលត្រូវតែមានដូចគ្នានោះគឺទឹកម្ទេសកូរ៉េអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងធ្វើការឆាតែម្ដងខ្ញុំបានចាក់ប្រេងអូលីវចូលទៅក្នុងខ្ទះឲ្យរាងក្តៅបន្តិចមកហើយខ្ញុំធ្វើការដាក់ចៀនជាមួយនឹងពងមាន់មួយគ្រាប់ដែរអ្នកទាំងអស់គ្នាដើម្បីបន្ថែមពីលើបាយរបស់យើងឲ្យវាកាន់តែមានរសជាតិឆ្ងាញ់ខ្លាំងថែមទៀតអញ្ចឹងសម្រាប់ពងមាន់នេះខ្ញុំចៀនរាងនៅជាប់ភ្នៅបន្តិចប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តពងមាន់រាងឆ្អិនអ្នកទាំងអស់គ្នាអាចលៃលកចៀនទៅតាមចំណង់ចំណូលចិត្តរបស់យើងទៅអញ្ចឹងបន្ទាប់ពីធ្វើការចៀនពងមាន់យើងឲ្យរាងឡើងឆ្អិនបន្តិចហើយគឺយើងធ្វើការទុកពងមាន់យើងមួយឡែកសិនណាហើយយើងមកបន្តឆាតែម្ដងយើងគ្រាន់តែដាក់មើមខ្ទឹមបារាំងយើងលីងឲ្យឡើងក្លិនឈ្ងុយហើយធ្វើការចាក់សាច់ចិញ្ច្រាំចូលធ្វើការឆាត្រឡប់ឲ្យសាច់យើងរាងឆ្អិនបន្តិចណាអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីឆាសាច់យើងរាងឡើងឆ្អិនរាងល្មមបន្តិចហើយយើងក៏ធ្វើការចាក់ជាមួយនឹងគីមឈីដែលយើងបានត្រៀមទុកអំបាញ់មិញចូលតែម្ដងហើយសម្រាប់គ្រឿងផ្សំគឺយើងអត់ទាន់ដាក់ចូលទេទាំងអស់គ្នាយើងធ្វើការឆាគីមឈីជាមួយនឹងសាច់ហ្នឹងឲ្យវាឡើងចេញរសជាតិពីគីមឈីហ្នឹងសិនចាំយើងផ្សំជាមួយនឹងគ្រឿងផ្សំបន្ថែមតាមក្រោយណាអញ្ចឹងឥឡូវនេះខ្ញុំគ្រាន់តែបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវបន្តិចចូលទៅហើយបន្ទាប់មកគឺខ្ញុំលួសជាមួយនឹងទឹកត្រីបន្តិចដែរអ្នកទាំងអស់គ្នាហើយបន្ទាប់មកគឺខ្ញុំមានស្ករសចំនួនបន្តិចដូចគ្នាហើយយើងធ្វើការឆាច្របល់គ្រឿងផ្សំជាមួយនឹងសាច់យើងឲ្យចូលគ្នាសព្វល្អមកអ្នកទាំងអស់គ្នាជាការស្រេចតែម្ដងគឺសម្រាប់គ្រឿងផ្សំគឺយើងអត់ប្រើច្រើនទេអ្នកទាំងអស់គ្នាដោយសារតែគីមឈីយើងមានរសជាតិស្រាប់ដែរអញ្ចឹងបន្ទាប់មកគឺខ្ញុំបានចាក់បាយរបស់យើងចូលហើយយើងធ្វើការសង្កត់ហើយគ្រាន់តែឆាត្រឡប់មកឲ្យសាច់បាយជាមួយនឹងគីមឈីហ្នឹងឲ្យវាបាន
ចូលគ្នាសព្វល្អអ្នកទាំងអស់គ្នាចាហើយចាំយើងផ្សំជាមួយនឹងគ្រឿងផ្សំពិសេសចុងក្រោយតែម្ដងចាអញ្ចឹងឥឡូវបាយយើងហ្នឹងគឺយើងចាប់ផ្ដើមសង្កត់ចាឲ្យវាចូលសព្វចាពណ៌និងរសជាតិឲ្យបានមើលទៅឃើញល្អយើងក៏បន្ថែមជាមួយនឹងចាអានេះគឺជាទឹកម្ទេសបោះកូរ៉េអ្នកទាំងអស់គ្នាចាបន្ថែមត្រឹមតែកន្លះស្លាបព្រាបាយចូលទៅចាដើម្បីចាលួចរសជាតិបាយមួយមុខនេះឲ្យកាន់តែមានរសជាតិឆ្ងាញ់ចាអញ្ចឹងឥឡូវគ្រាន់តែធ្វើការច្របល់ចាទឹកម្ទេសយើងជាមួយនឹងបាយចានិងគ្រឿងផ្សំផ្សេងៗឲ្យបានចូលគ្នាសព្វល្អមកគឺជាការស្រេចអ្នកទាំងអស់គ្នាចានិយាយទៅគឺវិធីធ្វើគឺអត់មានអីពិបាកហើយក៏មើលទៅវាមិនមានភាពស៊ាំញ៉ាំអីច្រើនដែរងាយស្រួលខ្លាំងមែនទែនហើយសម្រាប់រសជាតិគឺថាវាឆ្ងាញ់ប្លែកពីបាយឆាយើងធម្មតាអ្នកទាំងអស់គ្នាចាអញ្ចឹងឥឡូវនេះគឺបាយយើងបានឆ្អិនហើយអ្នកទាំងអស់គ្នានិយាយពីថាពណ៌ហើយនិងក្លិនវិញពីថាឈ្ងុយខ្លាំងមែនទែនហើយរសជាតិហ្នឹងធានាឲ្យគឺថាឆ្ងាញ់អ្នកទាំងអស់គ្នាអាចសាកល្បងធ្វើបានណាធានាថាជាប់ចិត្តហើយនឹងចូលចិត្តដូចខ្ញុំអញ្ចឹងឥឡូវពងមាន់ដែលយើងបានចៀននេះយើងគ្រាន់តែយកមកដាក់ពីលើហើយរោយជាមួយនឹងស្លឹកខ្ទឹមប៉ុន្តែអ្នកទាំងអស់គ្នាកុំភ្លេចជាមួយនឹងរោយជាមួយនឹងល្ងសបន្តិចណាហើយនេះគឺជាចាកម្ទេចសារាយរបស់កូនខ្ញុំខ្ញុំគ្រាន់តែយកមកបន្ថែមរសជាតិឲ្យវាកាន់តែឆ្ងាញ់ហើយនឹងឈ្ងុយបន្ថែមឯងបើសិនជាអ្នកទាំងអស់គ្នាអត់មានអ្នកទាំងអស់គ្នាអាចប្រើជាសារាយធម្មតាក៏បានដែរអញ្ចឹងឥឡូវមុខម្ហូបមួយមុខនេះគឺបានរួចរាល់ហើយចំណាយពេលវេលាលឿនមែនទែនក្នុងការចម្អិនហើយសម្រាប់រសជាតិខ្ញុំធានាឲ្យបានថាពិតជាមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនអញ្ចឹងអរគុណសម្រាប់ការទស្សនាហើយបើសិនជាមានកង្វះខាតឬមួយក៏មានរបៀបនៃការធ្វើងាយស្រួលជាងនេះអ្នកទាំងអស់គ្នាក៏អាចចែករំលែកនៅខាងក្រោមខមមិនណាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ